សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទឌីថ្ងៃនេះយើងមកវិភាគហាងឆេងមាសបន្តទៀតថាតើថ្ងៃនេះមាសមានលំហូរទៅខាងណាបាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកវិភាគហាងឆេងមាសបន្ថែមទៀតថ្ងៃនេះព័ត៌មានសំខាន់បងប្អូនព័ត៌មានធំអញ្ចឹងគឺជាព័ត៌មាន Non Farm Payroll អញ្ចឹងព័ត៌មាននេះអាចជះឥទ្ធិពលដល់តម្លៃមាសប្រាក់ប្រេងឬក៏រូបិយប័ណ្ណផ្សេងខ្លាំងជាទូទៅយ៉ាងតូចណាស់ក៏20ទៅ30ដុល្លារនៅក្នុងមួយអោនដែរវាទៅមកណាបងប្អូនអញ្ចឹងឥឡូវ4នេះយើងមើលបន្តិចយើងឃើញថាលុយយ៉េននៅខាងស្ដាំនេះគឺមានការកើនឡើងខ្លះហើយយើងឃើញថាលុយដុល្លារមួយយប់មិញវាមានការកើនឡើងដែរហើយនឹង S&P 500ក៏មានការកើនឡើង Nasdaq ក៏ដូចគ្នាហើយនឹង US 30បាទអញ្ចឹងយើងមកមើលតែមួយវិញយើងមកមើលមាសម្សិលមិញគឺបានប៉ះ$3,400ម្ដងទៀតបងប្អូនដូចដែលការវិភាគម្សិលមិញអញ្ចឹងតើវាបែកមែនតែបែកនេះវាអត់បែកខ្លាំងដែរវាបែកមកល្មមហើយវាចុះទៅវិញអញ្ចឹងយើងចង់ដឹងថាតើថ្ងៃនេះមាសនឹងបដូរលំហូរទៅណាទៀតអញ្ចឹងខ្ញុំសុំគូជា2នេះគឺជាម៉ោង4ម៉ោង time frame អញ្ចឹងបើយើងនិយាយពី time frame 4ម៉ោងវិញកន្លែងនេះគឺជា support នេះ resistance បាទអញ្ចឹងឥឡូវនេះមាសនៅកណ្ដាលបាទបើកផ្សារមកគឺនៅប៉ុណ្ណឹងអញ្ចឹងបើសិនជាថ្ងៃនេះដុល្លារឬក៏ព័ត៌មានNon Farm Payroll មិនល្អអញ្ចឹងមាសអាចនឹងឡើងបាទឡើងខ្លាំងអាចនឹងដាច់ហើយ$3,400យប់នេះបើមាសដើរតាមព័ត៌មានណាតែផ្ទុយទៅវិញបើសិនជាដុល្លារល្អមាសចុះអញ្ចឹងមាសចុះវាអាចមកធ្វើកន្លែងដដែលវាអាចនៅនឹងបានគឺនៅម្លុកនឹងឯងអញ្ចឹងយើងចាំមើលសិនបងប្អូនថាតើព័ត៌មានចេញមកយ៉ាងម៉េចយើងអត់ទាន់សន្និដ្ឋានបានទេយើងចាំមើលសិនថាតើវាយ៉ាងម៉េចបន្តមកទៀតយើងមើល time frame 1ម៉ោងបើយើង time frame 1ម៉ោងបើយើងមើលទៅផឹកមាញ់មកដល់យប់វាចាប់ផ្ដើមឡើងសឹមទៅវិញយប់មិញវាឡើងដល់ប៉ុណ្ណឹងហើយវាចុះមកវិញខ្លាំងបាទអញ្ចឹងបងប្អូនគិតមើល$3,400រហូតមក$3,340អញ្ចឹង$60ក្នុងមួយអោនរយៈពេល12ម៉ោងបាទឥឡូវនេះសំទោសរយៈពេល5ម៉ោងហើយឥឡូវនេះតាំងពីយប់មកម៉ោង1រហូតដល់ម៉ោង12នេះមាសបានឡើងទៅវិញ$30ជាងបាទ$30ជាងណាអញ្ចឹងឥឡូវនេះយើងបើសិនជាយើងចង់ទិញមាសតម្លៃប៉ុណ្ណេះបើសិនជាយើងគិតថាវាតម្លៃប៉ុណ្ណឹងវា retest បាទយើងគិត time frame ធំប៉ុណ្ណឹងហើយវាចុះមក retest ម្ដងទៀតចាំយើងទិញឡើង target យើងទី1គឺនៅ$3,400ជាងនេះអំបិលយើងទិញទី2អាចនឹងhighយកវាមុនគឺ$3,430ជាងបាទអានេះគឺជាកន្លែងដែលមាសអាចទៅរួចមែនបាទបងប្អូនចាំមើលទៅយប់នេះបើសិនជាមាសឡើងប៉ុណ្ណឹងឯងទៅបាត់ជាប់ទេបាទញ៉ាំច្រើនបុកមកបន្តិចហើយឡើងទៅទៀតហើយឡើងខ្លាំងតែបើចុះមកវិញក៏វាចុះល្មមឯងបើសិនជាចុះណាមាសអត់មានconfirm មួយណាថាត្រូវចុះទេឥឡូវដោយសារយប់មិញនេះត្រាំគាត់ឡើងនិយាយទូរស័ព្ទគាត់បាននិយាយទូរស័ព្ទជាមួយស៊ីញពីងដែរអញ្ចឹងធ្វើឲ្យមាសមានការធ្លាក់ចុះបន្ទាប់មកក៏វាមានការកើនឡើងវិញនេះគឺជាគោលនយោបាយហើយនឹងលបែងនយោបាយរបស់សហរដ្ឋអាមេរិកធ្វើឲ្យទីផ្សារឡើងចុះហើយដល់សួរថាផលចំណេញអ្នកណាធំជាងគេអ្នកវិនិយោគទុនធំបាទយើងទូចនេះតាមផ្សារចង់ងាប់ចង់ហួសហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងបងប្អូនចាំមើលម៉ោង2វាមានកន្លែងចូល
ខ្ញុំនឹងបោះ signal ចូលក្នុងក្រុមបងប្អូនមានចម្ងល់អាចសួរបានណាបាទអរគុណបងប្អូនទាំងអស់គ្នា